វិរៈក្សត្រទាំង5ព្រះអង្គដែលលេចធ្លោបំផុតនាសម័យអង្គរនឹងបានធ្វើឲ្យជាតិរុងរឿងល្បីរន្ទឺពិភពលោកកោតស្ញប់ស្ញែងសម័យអង្គរជាសម័យកាលទី3បន្ទាប់ពីសម័យហ្វូណននិងចេនឡានឹងមានអាយុកាលជាង6សតវត្សឬជាង600ឆ្នាំហើយក៏ត្រូវបានពិភពលោកស្ញប់សរសើរថាសម័យដ៏រុងរឿងបំផុតនៃមហាអាណាចក្រខ្មែរក្នុងសម័យកាលដ៏រុងរឿងនេះគេឃើញមានព្រះមហាក្សត្រសោយរាជ្យ30ព្រះអង្គចន្លោះពីឆ្នាំ802ដល់1431ហើយគ្រប់ព្រះអង្គសុទ្ធសឹងតែមានស្នាព្រះហស្ថដែលបន្សល់ទុកដល់ជំនាន់បច្ចុប្បន្នប៉ុន្តែយ៉ាងណាមិញនាសម័យកាលនេះមានព្រះមហាក្សត្រ5ព្រះអង្គប៉ុណ្ណោះដែលលេចធ្លោជាងគេបំផុតនិងធ្វើឲ្យសម័យអង្គរក្លាយជាសម័យកាលដ៏រុងរឿងបំផុតល្បីរន្ទឺពោពេញអាស៊ីអាគ្នេយ៍1ព្រះបាទជ័យវរ្ម័នទី2សោយរាជ្យពីឆ្នាំ802ដល់835ជាមហាវីរក្សត្រស្ថាបនិកសម័យអង្គរមុនដំបូងគេក្នុងប្រវត្តិសាស្ត្រក្រោយបានរំដោះជាតិខ្មែរពីការត្រួតត្រារបស់ជ្វានិងបានបង្រួបបង្រួមចេនឡាទឹកនិងចេនឡាដីគោកឲ្យទៅជាធ្លុងមួយព្រះអង្គបានធ្វើពិធីទេវរាជនៅឆ្នាំ802លើភ្នំគូលែននិងបានប្រកាសឯករាជ្យជាតិទីនោះដែលនេះជាការចាប់ផ្ដើមបើកទំព័រប្រវត្តិសាស្ត្រនៃសម័យអង្គរដ៏រុងរឿងនេះព្រះបាទយសោវរ្ម័នទី1សោយរាជ្យពីឆ្នាំ889ដល់910ជាមហាវីរក្សត្រដែលបានសម្រេចប្រតិយផ្លាស់ប្ដូររាជធានីអង្គរពីតំបន់រលួសដែលមានអាយុកាលជិត100ឆ្នាំឆ្លងកាត់ព្រះមហាក្សត្រ3ជំនាន់មកបង្កើតរាជធានីថ្មីឈ្មោះថាយសោធរបុរៈឬក្រុងអង្គរទី1ដែលមានទីតាំងស្ថិតនៅភ្នំបាក់ខែងក្រៅពីនេះព្រះអង្គក៏បានចេញបញ្ជាឲ្យនាម៉ឺនសັບមុខមន្ត្រីជីកអាងស្តុកទឹកធំដ៏មហិមាដំបងបង្អស់មិនធ្លាប់មានកាលពីសម័យនោះដើម្បីបម្រើដល់ការធ្វើកសិកម្មនិងជីវភាពរបស់ប្រជារាស្ត្រអាងស្តុកទឹកដ៏ធំនោះត្រូវបានគេស្គាល់ថាជាបារាយណ៍ខាងកើត3ព្រះបាទសូរ្យវរ្ម័នទី1សោយរាជ្យពីឆ្នាំ1002ដល់1050ជាមហាវីរក្សត្រដែលបានវាយដណ្ដើមដែនដីអាណាចក្រទ្វាវតីដែលជាទឹកដីរបស់ជនជាតិមនហើយបានពង្រីកវិសាលភាពទឹកដីខ្មែរយ៉ាងធំធេងរហូតដល់ចៅពញានិងក្រុងលបបុរីទឹកដីថៃបច្ចុប្បន្នតែពីខ្លាំងពូកែខាងសឹកសង្គ្រាមព្រះអង្គក៏ជាមហាវីរក្សត្រដែលបានកសាងអាងស្តុកទឹកថ្មីមួយទៀតដ៏ធំសម្បើមប្រៀបបាននឹងមហាសមុទ្រសព្វនិមិត្តបើមើលពីលើអាកាសអាងស្តុកទឹកនោះគឺជាបារាយណ៍ខាងលិចទៅពីនេះព្រះអង្គក៏ជាក្សត្រដែលបានបន្តកសាងប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែកដែលជាមរតកពិភពលោកដ៏ពិសិដ្ឋផងដែរ4ព្រះបាទសូរ្យវរ្ម័នទី2សោយរាជ្យពីឆ្នាំ1113ដល់1150ទ្រង់ជាមហាវីរក្សត្រខ្មែរដែលបានដឹកនាំអាណាចក្រខ្មែរដល់ចំណុចកំពូលនៃសិល្បៈនិងស្ថាបត្យកម្មដែលបានកសាងនៅប្រាសាទអង្គរវត្តដែលជាសមិទ្ធផលដ៏អស្ចារ្យបំផុតនិងក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករហូតដល់បច្ចុប្បន្នក្រៅពីនេះទ្រង់ក៏ជាមហាក្សត្រពូកែសឹកសង្គ្រាមផងដែរដោយក្នុងរជ្ជកាលរបស់ព្រះអង្គទ្រង់បានពង្រីកទឹកដីខ្មែរដល់ភាគកណ្ដាលនៃប្រទេសថៃបច្ចុប្បន្នចុះទៅភាគខាងត្បូងដល់ឧបទ្វីបម៉ាឡេនិងឡើងទៅភាគខាងជើងដល់ប្រទេសឡាវហើយបានវាយលុកចូលប្រទេសចម្ប៉ានិងដៃវៀតជាច្រើនដងផងដែរ5ព្រះបាទជ័យវរ្ម័នទី7សោយរាជ្យពីឆ្នាំ1181ដល់ឆ្នាំ1218ក្នុងរជ្ជកាលរបស់ព្រះអង្គអាណាចក្រខ្មែរមានវិសាលភាពទឹកដីដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រព្រះអង្គបានវាយរំដោះក្រុងអង្គរពីចាមរួចបន្តវាយបកយកអាណាចក្រចម្ប៉ានេះទាំងមូលដោយដាក់ជាខេត្តរបស់ខ្មែរនិងបានពង្រីកឥទ្ធិពលទៅដល់ប្រទេសឡាវភូមានិងឧបទ្វីបម៉ាឡេព្រះអង្គគឺជាមហាក្សត្រប្រកបដោយព្រហ្មវិហារធម៌ដែលប្រជានុរាស្ត្រខ្មែរគោរពស្រឡាញ់បំផុតតែពីខ្លាំងពូកែខាងសឹកសង្គ្រាមទ្រង់ជាក្សត្រដែលបន្សល់នៅស្នាមព្រះហស្ថជាច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររួមមានការកសាងរាជធានីអង្គរធំការកសាងប្រាសាទបាយ័នតាព្រំនាគពន្ធព្រះខ័នបន្ទាយឆ្មានិងច្រើនទៀតហើយទ្រង់ក៏ជាក្សត្រដំបូងគេដែលគិតគូរពីសុខុមាលភាពរាជជាធំដែលទ្រង់បានកសាងមន្ទីរពេទ្យចំនួន102កន្លែងសាលាសំណាក់121កន្លែងនិងស្ពានថ្មបុរាណជាច្រើនផងដែរបើនិយាយពីសាសនាវិញព្រះបាទជ័យវរ្ម័នទី7ជាក្សត្រដំបូងគេបង្អស់ដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រនិងប្រកាសយកព្រះពុទ្ធសាសនាមហាយានជាសាសនាផ្លូវការរបស់អាណាចក្រអង្គរ